នេះគឺជាទស្សនវិជ្ជាដែលខ្ញុំបានធ្វើដំណើរនៅលើផ្លូវជាតិលេខ2ត្រង់ចំណុចផ្សារសំរោងយោដែលស្ថិតនៅក្នុងស្រុកបាទីនៃខេត្តតាកែវគឺអាចថាចរាចរណ៍មានប្រច្រាស់មានឈប់ចតលើផ្លូវអ្នកលក់ដូរគាត់ប្រកបអាជីវកម្មលើផ្លូវគឺផ្លូវត្រង់ចំណុចផ្សារសំរោងយោនេះគឺច្រើនឆ្នាំមែនទែនតាំងពីផ្លូវនៅតូចតាំងពីផ្លូវអាចថាជិះគ្នាទៅមកជិះគ្នាចង់រួចរហូតដល់ផ្លូវឡើងសងខាងឡើងចង់6គីឡូហើយប៉ុន្តែបងប្អូនយើងអាជីវករឬក៏អ្នកឈប់ទិញអីវ៉ាន់មួយចំនួនគឺគាត់ឈប់ចតឬក៏លក់លើចិញ្ចើមផ្លូវចាំមើលបន្តិចទៀតនេះមានសិស្សសាលាគាត់ជិះប្រច្រាស់មកសិស្សសាលាបងស្រី2នាក់ហើយឡានខាងស្ដាំដៃនេះគឺឈប់ចតឡើងចង់ដល់កណ្ដាលទ្រូងផ្លូវតែម្ដងមកម៉ូតូស្គូពីនេះសិស្សសាលាទៀតបងស្រីទៅរៀនជិះប្រច្រាស់ផ្លូវហើយខ្ញុំជិះនេះបងប្រុសមុខនេះឈប់ម៉ូតូកណ្ដាលផ្លូវតែម្ដងប្រច្រាស់ផងអីផងចតឡានលក់ដូរលើផ្លូវគឺត្រង់ចំណុចផ្សារសំរោងយោនេះខ្ញុំធ្វើដំណើររាប់សិបឆ្នាំហើយគឺមិនដែលចេះឃើញស្រឡះល្អមិនទេគឺចរាចរណ៍ឈប់ចតគឺអាណាធិបតេយ្យមែនទែនទាំងការលក់ទាំងឈប់ចតហើយចំពោះឡានលុចស៊ីខាងមុខនេះគឺគាត់ឈប់នៅត្រង់ចំណុចបំបាយ stop តែម្ដងឈប់ខ្ញុំក៏លេចមើលគឺមានតឡានអត់មានមនុស្សខ្ញុំស្មានតែឈប់ចាំបត់ stop គឺអត់មានឃើញមនុស្សតែម្ដងគឺគាត់ឈប់ចតហើយបងប្អូនយើងនេះ stop អត់ឈប់ទេប្រច្រាស់ឆ្វាត់ឆ្វែងឆ្វេងស្ដាំមានទាំងមកពីខាងប្រច្រាស់ទិសនោះមកប្រច្រាស់ចូលខាងស្ដាំដៃគៀកផ្សារនោះទៀតហើយអ៊ីមិញទៅហើយមួកសុវត្ថិភាពគាត់មានជិះទៅប្រយគាត់អត់មានគិតពីសុខសុវត្ថិភាពរបស់គាត់ទៅមួយទៀតទេខ្ញុំឃើញខ្ញុំទៅចិត្តមែនតើនិយាយត្រង់ក្នុងនាមជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តតាកែវធ្វើដំណើរកាត់ត្រង់ចំណុចផ្សារសំរោងយោនៃស្រុកបាទីគឺឲ្យតែចន្លោះពីព្រឹកឡើងគឺដល់ម៉ោង9ឬក៏9កន្លះម៉ោង10ហ្នឹងគឺចរាចរណ៍គឺគាត់ឈប់ចតពេញផ្លូវខាងលើហ្នឹងតែម្ដងតែមិនថាខាងឆ្វេងខាងស្ដាំទេគឺពេញហ្នឹងតែម្ដង